ពិធីបិទការប្រកួតកីឡាសិស្សឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ2026ដោយរកឃើញម្ចាស់មេដាយមាសច្រើនជាងគេគឺក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើមបានមេដាយមាសចំនួន36គ្រឿងច្រើនជាងគេធ្វើឲ្យសាលាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯកខណៈវិទ្យាស្ថាន KMED ទទួលបានចំណាត់ថ្នាក់លេខ2នៅក្នុងការប្រកួតកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ2026ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាសហការជាមួយនឹងសហព័ន្ធកីឡាជាតិទាំង12ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី5ដល់ថ្ងៃទី13ខែមិថុនាឆ្នាំ2026នៅវិមាននៅក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិករាជធានីភ្នំពេញក្នុងឱកាសពិធីបិទការប្រកួតកីឡាសិស្សឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ2026នាថ្ងៃទី13ខែមិថុនាឆ្នាំ2026កន្លងទៅដោយមានការអញ្ជើញចូលរួមពីអាយដាមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងដល់ខ្ពង់ខ្ពស់អាយដាមបណ្ឌិតសភាចាហងជូនរ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាយដាមកែប៊ុនខៀងរដ្ឋលេខាធិការអាយដាមវ៉ាស៊ីនភីរុំទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាអ្នកអង្គការសំអាងវឌ្ឍនៈម្ចាស់ឧបត្ថម្ភធំនៃព្រឹត្តិការណ៍ខាងលើដោយធ្វើការប្រកួតតាមប្រភេទវិញ្ញាសាយ៉ាងស្វិតស្វាញក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើមបានមេដាយមាសចំនួន36គ្រឿងមេដាយប្រាក់ចំនួន14គ្រឿងនិងមេដាយសំរិទ្ធ12គ្រឿងវិទ្យាស្ថាន KMED ដណ្ដើមបានមេដាយមាស20គ្រឿងមេដាយប្រាក់12គ្រឿងនិងមេដាយសំរិទ្ធ18គ្រឿងជាប់ចំណាត់ថ្នាក់លេខ2សាកលវិទ្យាល័យ Western ដណ្ដើមបានមេដាយមាសចំនួន11គ្រឿងមេដាយប្រាក់20គ្រឿងនិងមេដាយសំរិទ្ធចំនួន26គ្រឿងជាប់ចំណាត់ថ្នាក់លេខ3ទូទាំងប្រទេសការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ2026នេះដែរដែលមានរយៈពេល9ថ្ងៃដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី5រហូតដល់ថ្ងៃទី13ខែមិថុនាឆ្នាំ2026រួមមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសរុបចំនួន1876នាក់លើ12ប្រភេទវិញ្ញាសាមានដូចជាប្រភេទកីឡាបាល់ទាត់កីឡាបាល់ទះអត្តពលកម្មប៉េតង់ហែលទឹកវាយកូនឃ្លីលើតុវាយសី Taekwondo WT Taekwondo ITF ការ៉ាតេនិងគុនដាវ